យើងមិនក៏បង្កើតកូនអត់បានការដូចជាឯងចឹងការរកស៊ីគ្រួសារជាងទាំងអស់ត្រូវជាងចៅដណ្ដើមយកទៅហើយថ្ងៃក្រោយឯងឲ្យយើងរស់នៅយ៉ាងម៉េចទៅហ៎ម៉ាក់រឿងនេះទៅផ្ទះវិញចាំនិយាយគ្នាពេលនេះមនុស្សច្រើនណាយើងនៅត្រូវការមុខមាត់ធ្វើស្អីទៀតមានប្រយោជន៍ស្អីគ្រួសាររបស់គ្រួសារក៏អត់លុយក៏អត់សូម្បីចៅក៏មិនមែនជាចៅខ្លួនឯងនៅសល់តែឯងទៀតដែលជាកូនប្រុសអត់បានការយើងរស់នៅមានន័យអីទៅឲ្យយើងស្លាប់ល្អជាងបានហើយអ្នកតាពី20ឆ្នាំមុនអ្នកបណ្ដេញម៉ាក់ខ្ញុំចេញពីគ្រួសារជាងយ៉ាងម៉េចជាងចៅសំទោសណាកាលនោះខ្ញុំពិតជាធ្វើខុសមែនខ្ញុំសុំវល់ក៏មិនដេញខ្ញុំចេញពីគ្រួសារជាងបានទេទុកថាខ្ញុំសុំវល់ឯងទៅចុះណាចាញ់ហើយក៏ចាញ់ទៅចុះខ្មាស់គេធ្វើអីខ្ញុំនឹងឲ្យកន្លែងអ្នកនឹងចាំងវ៉ាន់ដេកញ៉ាំបាយខ្ញុំមិនចិត្តជាថ្នាក់នឹងទេជាងចៅអរគុណហើយយ៉ាងម៉េចដែរខ្លាចជាអ្នកស្នងណៃគ្រួសារជាងមានអារម្មណ៍យ៉ាងម៉េចដែរមិនអន់ទេអញ្ជើញជាងចៅនេះបំផ្លាញគ្រប់យ៉ាងជារបស់យើងអ្នកស្នងតំណែងគ្រួសារជាងត្រូវតែជារបស់យើងហ៊ីគូសឺអីឆាប់ក្រោកឡើងបងចាំមកសៀតអ្នកណាឲ្យបងជួយខ្ញុំមិនឲ្យបងស្លាប់ទេបងត្រូវតែរੂគូសឺអីយំធ្វើអីបានឃើញនៅរស់បងគ្រប់គ្រាន់ហើយទៅថ្ងៃក្រោយដំឡូងបន្ទះរបស់ទៀនត្រូវអូនម៉ៅយកទាំងអស់ហើយចាំងចាយអូនត្រូវតែរស់ឲ្យសប្បាយចិត្តឬទេលោកគ្រូពេទ្យស្ថានភាពអ្នកជំងឺគ្រោះថ្នាក់ណាស់អ្នកសាច់ញាតិថយចេញគូសឺអីបងត្រូវទៅរស់គូសឺអីខ្ញុំស្មានថាទីបំផុតខ្ញុំអាចទទួលបានក្តីស្រឡាញ់ស្មានមកដល់ខ្ញុំបាច់ទៅធ្វើឲ្យគូសឺអ៊ីស្លាប់មិនបានគូសឺអ៊ីមិនអាចស្លាប់បានទេខ្ញុំត្រូវទៅវល់ព្រះអានសិនទៀនទៅធ្វើអីទុកចិត្តចោះចាំងចៅគូសឺអ៊ីមិនស្លាប់ទេខ្ញុំមិនឲ្យគេស្លាប់ទេលោកតាព្រះអានសំវល់លោកតាជួយគូសឺអ៊ីផងទៅខ្ញុំមិនចង់ឲ្យគូសឺអ៊ីស្លាប់ទេគូសឺអ៊ីនឹងជាចៅរៀបការហើយភារកិច្ចរបស់ឯងចប់ហើយហេតុអីនៅសួរដេញដល់រឿងរបស់គូសឺអ៊ីទៀតទៅតែខ្ញុំគ្រាន់តែចង់ឲ្យគូសឺអ៊ីមានសុភមង្គលឲ្យបងស្រីជាងចៅមានសុភមង្គលមិនចាំងចេះចោះខ្ញុំធ្វើយាកឡាវហាត់ការរបស់លោកតាអស់មួយជីវិតប្រាក់ខែខ្ញុំក៏ឲ្យលោកដែរសំវល់លោកជួយគូសឺអ៊ីផងខ្ញុំមិនចង់ឲ្យគូសឺអ៊ីស្លាប់ទេខ្ញុំគ្រាន់តែចង់ឲ្យគូសឺអ៊ីនៅរស់ឲ្យបងស្រីមានសេចក្តីសុខមានសុភមង្គលទៀនឯងប្រកាសឲ្យថាធ្វើជាយាកឡាវហាត់ការរបស់យើងអស់មួយជីវិតនោះខ្ញុំប្រកាសលើប្រកាសទៅទៀតក៏បានពេលនេះយើងចុះទៅឋានមនុស្សជាមួយនឹងឯងសាកមើលបាត់បង់ឈាមច្រើនពេកគ្រឿងក្នុងខូចខាតធ្ងន់ពិតជាគ្មានចូលបាយពិតមែនទៀនយើងសួរឯងម្ដងជាលើកចុងក្រោយឯងពិតជាដើម្បីជួយគូសឺអ៊ីព្រមធ្វើជាយាកឡាវហាត់ការជាមួយយើងមួយជីវិតមែនអីព្រោះខ្លាចជាយាកឡាវពេញសិទ្ធម្នាក់គឺឯងខំប្រឹងអស់500ឆ្នាំណ៎ខ្ញុំប្រកាសហើយក៏បានជូនដំណឹងដល់សាច់ញាតិទៅអ្នកជំងឺមាននឹងហៅតើលឺឡើងជួយទៀតទៅគូសឺអ៊ីរស់វិញហើយយ៉ាងម៉េចឬមួយនៅចោលខ្ញុំលះបង់តម្លៃផ្សេងទៀតមិនត្រូវការទេឯងជាយាកឡាវពេញសិទ្ធម្នាក់ហើយទៀនអបអរឯងផ្ទេរសិទ្ធដោយរលូនហេតុអីពីព្រោះឯងមានគុណសម្បត្តិធ្វើជាយាកឡាវពេញសិទ្ធគុណសម្បត្តិទាំងអស់គឺសុទ្ធតែពិសេស
លះបង់គ្រប់យ៉ាងមិនស្ដាយធ្វើឲ្យគូស្នេហ៍ខ្លាចជាប្តីប្រពន្ធបាន បងដឹងខ្លួនហើយ អូនយំធ្វើអីក្រែងនៅរស់តែ ខ្ញុំចង់ពិន័យបង ពីនៃអីមុននឹងបងបានជួយជីវិតរបស់អូនអូនមិនឲ្យរង្វាន់បងក៏ឲ្យចុះនៅចង់ពីនៃបងទៀតអូនពិតជាមនុស្សដែលពឹសពុលពិតមែន ខ្ញុំចង់ពិន័យបងនៅជាមួយខ្ញុំអស់មួយជីវិត